ដែលផលិតនៅក្នុងស្រុកនិងមានសមត្ថភាពពិសេសមួយគឺអាចហែលឆ្លងទឹកទន្លេបានដោយទូករថក្រោះហែលទឹកបានមិនមែនជារឿងថ្មីរបស់ពិភពលោកប៉ុន្តែចំពោះវៀតណាមវាជាជោគជ័យថ្មីចេញពីស្នាដៃក្នុងស្រុកដោយប្រើពេលផលិតតែ1ឆ្នាំប៉ុណ្ណោះនេះបើយោងទៅតាម Asian Military Review ចេញផ្សាយនៅថ្ងៃទី9ខែមិថុនាឆ្នាំ2026រថក្រោះ T1 មិនមែនជារថក្រោះធុនធ្ងន់សម្រាប់ប្រយុទ្ធជាមួយរថក្រោះធំដូចជា T90 ឬក៏ Abrams នោះទេវាជារថក្រោះធុនស្រាលប្រភេទ amphibious ឬរថក្រោះអាចហែលទឹកដែលត្រូវបានរចនាឡើងតម្រូវទៅតាមភូមិសាស្ត្ររបស់វៀតណាមដែលមានទន្លេព្រែកតំបន់វាលលិចទឹកនិងដីដែលពិបាកធ្វើដំណើរតាមព័ត៌មានពីប្រព័ន្ធផ្សព្វផ្សាយយោធាអន្តរជាតិរថក្រោះនេះមានទម្ងន់18តោនបំពាក់ម៉ាស៊ីន470សេសអាចបើកលើផ្លូវគោកល្បឿន80គីឡូម៉ែត្រក្នុង1ម៉ោងដែលលឿនជាងរថក្រោះបរទេសមួយចំនួនទៀតដែលបើកបានត្រឹម40ទៅ50គីឡូម៉ែត្រក្នុង1ម៉ោងចំណុចគួរឲ្យចាប់អារម្មណ៍គឺវាអាចហែលឆ្លងទឹកដោយប្រើប្រព័ន្ធបាញ់ទឹកពីក្រោយដោយរថក្រោះហែលទឹកសម័យសូវៀត PT-76 ដែលវៀតណាមធ្លាប់ប្រើយូរមកហើយផ្នែកអាវុធវិញរថក្រោះវៀតណាម T1 បំពាក់កាំភ្លើង76មីលីម៉ែត្រមានប្រព័ន្ធបញ្ចូលគ្រាប់ស្វ័យប្រវត្តិនិងមានកាំភ្លើងយន្ត 12.7 មីលីម៉ែត្របញ្ជាពីក្នុងរថក្រោះនេះមានន័យថាវាមិនត្រូវការទីហ៊ានឡើងទៅខាងក្រៅដើម្បីបញ្ជាកាំភ្លើងនោះទេហើយអាចកាត់បន្ថយហានិភ័យទៅលើក្រុមប្រតិបត្តិការប៉ុន្តែសូមយល់ឲ្យច្បាស់ថា T1 មិនមែនជារថក្រោះធុនធ្ងន់ដែលមានអាវុធខ្លាំងបំផុតនោះទេកាំភ្លើង76មីលីម៉ែត្រមិនខ្លាំងស្មើកាំភ្លើង125មីលីម៉ែត្ររបស់រថក្រោះធុនធ្ងន់ឡើយកម្លាំងពិតរបស់វាគឺល្បឿនភាពស្រាលនិងសមត្ថភាពឆ្លងទឹកដើម្បីជួយទ័ពថ្មើរជើងឆ្លងទន្លេឆ្លងតំបន់លំបាកឬបើកប្រតិបត្តិការនៅកន្លែងដែលរថក្រោះធុនធ្ងន់ពិបាកទៅដល់វៀតណាមបានចុះហត្ថលេខាផលិតរថក្រោះ T1 ជាមួយរោងចក្រក្នុងស្រុក Factory Z125 កាលពីខែកញ្ញាឆ្នាំ2025ដោយកំណត់ថានៅត្រឹមខែមីនាឆ្នាំ2026រថក្រោះ T1 គ្រឿងដំបូងដែលយកជាគំរូត្រូវតែចេញជារូបរាងចាប់ពីពេលនោះមករថក្រោះនេះត្រូវបានដាក់ឲ្យសាកល្បងមុនវៀតណាមចាប់ផ្ដើមផលិតទ្រង់ទ្រាយធំមុនផលិតរថក្រោះដោយខ្លួនឯងបាននៅពេលនេះវៀតណាមបានធ្វើទំនើបកម្មរថក្រោះសូវៀតចាស់ជាច្រើនដូចជា T54 និង T55 ព្រមទាំងរថពាសដែកផ្សេងទៀតមានន័យថាវៀតណាមចាប់ផ្ដើមគិតគូរពីឧស្សាហកម្មយោធាជាយូរមកហើយនិងឈានទៅដល់ការផលិតខ្លួនឯងជាបន្តបន្ទាប់ដើម្បីកាត់បន្ថយការពឹងផ្អែកទៅលើសភាវុធពីបរទេសខ្ញុំរស់សុធាពី News Today NTT